ដើម្បីធ្វើការដំឡើងតាក់ទងជាមួយនឹងកម្មវិធី Time Clock App របស់យើងចូលទៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាអញ្ចឹងជាដំបូងយើងត្រូវចូលមកកាន់ browser Chrome ឬក៏ browser ណាមួយដែលនៅលើទូរស័ព្ទរបស់បងប្អូនមាន iOS យើងអាចចូលទៅក្នុង Safari បានផងដែរអញ្ចឹងបន្តមកទៀតយើងធ្វើការវាយតាក់ទងជាមួយនឹង link ដែលសម្រាប់ធ្វើការ install យើងចូលមក link ជាមុនសិនអញ្ចឹងជំហានបន្តមកទៀតយើងធ្វើការ login ចូលទៅក្នុង system ជាមុនសិនដែលយើងប្រើប្រាស់តាក់ទងជាមួយនឹង username ក៏ដូចជា password ដែលថ្នាក់លើរបស់យើងបានផ្ដល់ឲ្យយើងដើម្បីធ្វើការ login ចូលអញ្ចឹងនៅពេលដែលយើងធ្វើការ login រួចរាល់ហើយយើងឃើញសញ្ញាត្រីចេញតាក់ទងជាមួយនឹង time clock អញ្ចឹងយើងចុចនៅ line ហ្នឹងមកអូខេបន្តមកទៀតយើងធ្វើការកន្លែងនេះយើងអាចធ្វើការយក allow ទៅហើយយើងនឹងឃើញផ្ទាំងមួយហ្នឹងមួយអញ្ចឹងយើង install វាចូលទៅក្នុងទូរស័ព្ទដៃរបស់យើងផ្ទាល់តែម្ដងទៅវាងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់ធ្វើការយកអវត្តមានយើង clock in នៅពេលដែលយើងមកធ្វើការនៅថ្ងៃក្រោយអញ្ចឹងណាអញ្ចឹងយើងធ្វើការចុច install ជាមុនសិនមកអូខេអញ្ចឹងហៅថា time clock អញ្ចឹងយើងចុចនៅលើ app time clock ហ្នឹងមកអញ្ចឹងពេលដែលយើងធ្វើការចុចVIP នឹងរួចរាល់ហើយយើងនឹងចូលមកដល់កន្លែងម៉ោងធ្វើការអញ្ចឹងខ្ញុំមាន tab ផ្សេងៗដូចជាប្រាក់បៀវត្សអវត្តមានអីចឹងទៅអញ្ចឹងខ្ញុំចង់បញ្យល់តាក់ទងជាមួយនឹងកន្លែងម៉ោងធ្វើការនេះជាមុនសិនអញ្ចឹងសម្រាប់ម៉ោងធ្វើការផ្ទាំងរបស់យើងគឺមានបែបហ្នឹងដែលមានបង្ហាញតាក់ទងជាមួយនឹងម៉ោងក៏ដូចជាកត់ត្រាម៉ោងដែលពេលយើងចូលធ្វើការហ្នឹងក៏ដូចជាសរុបម៉ោងដែលយើងធ្វើការហើយខាងលើនេះយើងមានកន្លែងបង្ហាញជាឈ្មោះក៏ដូចជាយើងអាចធ្វើការចុចដើម្បីចូលទៅមើល profile កែប្រែព័ត៌មានផ្សេងៗក៏ដូចជានៅគៀងខាងនេះយើងមានកន្លែងដែលយើងអាចធ្វើការដឹងពីសារជូនដំណឹងផ្សេងៗទាំងសាររបស់យើងផ្ទាល់ខ្លួនទាំងសារជាលក្ខណៈ announcement ផ្សេងៗរបស់ក្រុមហ៊ុនហើយនឹងមួយទៀតបើសិនជាយើងជា admin យើងមានសិទ្ធិធ្វើការ approve ឬក៏ reject ទៅលើបុគ្គលិករបស់យើងដែលគាត់ស្នើសុំឈប់ឬក៏គាត់ថែមម៉ោងអីចឹងទៅសម្រាប់បើសិនជាបុគ្គលិកធម្មតាគាត់អត់មានតាក់ទងជាមួយប៊ូតុនមួយនេះទេអញ្ចឹងប៊ូតុនហ្នឹងគឺយើង switch ចូលទៅក្នុងហៅថា panel នៃផ្ទាំង system របស់យើងដែលដូចតែយើងបានធ្វើការ login ចូលមកដំបូងហ្នឹងអាហ្នឹងខ្ញុំនឹងនិយាយនៅវីដេអូបន្ទាប់ទៀតព្រោះហ្នឹងតាក់ទងជាមួយនឹងការបង្កើតហើយនឹងតាក់ទងជាមួយនឹងការកំណត់ផ្សេងជាទូទៅនៅពេលដែលយើងចូលមកដល់ Office យើងចូលមកដល់កន្លែងធ្វើការយើងភ្ជាប់ទៅ Wi-Fi ក្រុមហ៊ុនមកបន្តមកទៀតយើងធ្វើការចុចកំណត់ពេលចូលនេះមកនេះដូចជាយើងបានឃើញហ្នឹងយើងធ្វើការចុចមួយចឹងមកអញ្ចឹងវានឹងចាប់ផ្ដើមកត់ត្រាម៉ោងដែលយើងបានធ្វើការចុចហើយម៉ោងសរុបមក2នាទីទៅតែ2នាទីទេអូខេអញ្ចឹងបន្តមកទៀតកន្លែងហ្នឹងគឺជាការកត់ត្រាវត្តមានរបស់យើងនៅពេលដែលយើងចូលធ្វើការអញ្ចឹងនៅពេលដែលយើងដល់ម៉ោងចេញយើងធ្វើការចុចនៅលើនឹងមួយទៀតទៅវានឹងសរុបម៉ោងថាយើងចូលធ្វើការម៉ោងប៉ុន្មានហើយនឹងចេញពីធ្វើការម៉ោងប៉ុន្មានអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំចុចរួចរាល់ហើយអញ្ចឹងបន្តមកទៀតយើងចូលទៅមើលនៅក្នុងកន្លែងខាងលើនេះតាក់ទងជាមួយនឹងប្រវត្តិរូបរបស់យើងដែលកន្លែងហ្នឹងដែរយើងមានកន្លែងកំណត់ជាភាសាយើងចង់បានភាសាខ្មែរយើងដាក់ខ្មែរដូចដែលខ្ញុំបានបង្ហាញអញ្ចឹងទៅបើយើងចង់ដាក់អង់គ្លេសយើងធ្វើការចុច select លើអង់គ្លេសហើយយើងចុចរក្សាទុកទៅវានឹងផ្លាស់ប្ដូរទៅកាន់ភាសាអង់គ្លេសវិញហើយអញ្ចឹងយើងអាចធ្វើការចុចចឹងបានវានឹងផ្លាស់ប្ដូរហើយអូខេអញ្ចឹងខ្ញុំប្រើប្រាស់ភាសាអង់គ្លេសចឹងមក
បន្តមកទៀតយើងអាចធ្វើការផ្លាស់ប្ដូរតាក់ទងជាមួយនឹង password របស់យើង pin ប៊ូតុងហ្នឹងហើយនឹងមានការកំណត់ទៅលើ dark mode ក៏ដូចជា color ពណ៌ដែលយើងចង់ធ្វើការផ្លាស់ប្ដូរហើយនឹងយើងចង់ដាក់ background ផ្លាស់ប្ដូរទៅតាមតម្រូវការរបស់យើងអាចធ្វើការដាក់បានទៅលើកន្លែងហ្នឹងអញ្ចឹងដើម្បីធ្វើការ log out យើងធ្វើការចុចប៊ូតុង log out ខាងក្រោមនេះមកអូខេអញ្ចឹងខ្ញុំត្រឡប់មកខាងសារជូនដំណឹង notification របស់យើងហ្នឹងដែលកន្លែងនេះដែរតាក់ទងជាមួយនឹងបុគ្គលិករបស់យើងធម្មតាទេគឺគាត់អត់មានតាក់ទងជាមួយនឹងកន្លែង request tab នេះទេ request tab ហ្នឹងគឺយើងទទួលបានការស្នើសុំនៅពេលដែលបុគ្គលិករបស់យើងគាត់ធ្វើការស្នើសុំដូចជាគាត់សុំឈប់ link ហ្នឹងហើយនឹងមួយទៀតតាក់ទងជាមួយនឹងការ OT អញ្ចឹងបើគាត់ស្នើមកគឺវានឹងចូលនៅកន្លែង request ហ្នឹងទាំងអស់សម្រាប់ user ដែលជា admin ឬក៏ GM អញ្ចឹងបើសិនជាគាត់បុគ្គលិកធម្មតាគឺគាត់អត់មានកន្លែងហ្នឹងទេគឺគាត់មានតែ2នេះទេតាក់ទងជាមួយនឹង my alert ហើយនិង announcement អញ្ចឹង my alert តាក់ទងជាមួយនឹងការដែលយើងបានធ្វើការ request ដូចជាការឈប់ឬក៏ជា OT អញ្ចឹងនៅពេលដែលខាង admin គាត់ធ្វើការ approve ឬក៏ reject នៅកន្លែងនេះសម្រាប់ user admin អញ្ចឹងវានឹង load ចូលនៅក្នុងកន្លែង my alert នេះសម្រាប់បុគ្គលិកធម្មតាអញ្ចឹងនិយាយឲ្យខ្លីគឺ request នេះមានតែនៅលើ admin ឬក៏ GM នៃស្ថាប័នដែលយើងធ្វើការហ្នឹងទេបើមិនជាយើងបុគ្គលិកធ្វើការធម្មតាយើងអត់មានសិទ្ធិនៅក្នុងការអនុម័តទៅលើការឈប់ឬក៏ការ OT របស់បុគ្គលិកទេគឺយើងអត់មានតាក់ទងជាមួយកន្លែងវានឹង count រហូតដល់ពេលម៉ោងចេញគឺយើងចុចប៊ូតុង clock out នេះទៅវានឹងបង្ហាញកន្លែងនេះម៉ោងដែលយើងធ្វើការចេញអញ្ចឹងបើសិនជាយើងមកត្រូវម៉ោងត្រូវពេលត្រូវវេលាយើង clock in នៅត្រូវម៉ោងគឺតិន័យកន្លែងនេះគឺវាបង្ហាញអត់ពណ៌ក្រហមទេគឺវាបង្ហាញពណ៌បៃតងដែលបញ្ជាក់ថាយើងមកត្រូវម៉ោងត្រូវពេលវេលាឧទាហរណ៍ថាវាចេញក្រហមអញ្ចឹងដោយសារអីដោយសារតែយើងបានធ្វើការចុច clock in ចូលធ្វើការនៅម៉ោង 9:25 ជាក់ស្ដែងគឺយើងម៉ោងដែលយើងត្រូវធ្វើការនៅម៉ោង 9 គត់អញ្ចឹងនៅពេលដែលយើងចុចត្រូវម៉ោងឬក៏ចុចម៉ោង 8:50 ជាងអីចឹងវាបង្ហាញកន្លែងហ្នឹងពណ៌បៃតងអញ្ចឹងកន្លែងនេះក៏មានបញ្ជាក់ដែរថាearly មានន័យថាយើងមកត្រូវម៉ោងត្រូវពេលវេលាធ្វើការបើសិនជាយើង late វានឹងចេញពណ៌ក្រហមដូចដែលយើងឃើញបែបហ្នឹងអញ្ចឹងនៅកន្លែងនេះក៏យើងមានកន្លែងជាការដែលយើងទៅ say reason clock in ហេតុអីមិនយើងចូលលឿនហេតុអីមិនយើងចូល late អីកន្លែងហ្នឹងក៏យើងអាចធ្វើការសរសេរបានដែរអូខេហើយនៅពេលដែលយើងបិទក៏យើងមានកន្លែងសរសេរដែរដូចដែលយើងឃើញជាក់ស្ដែងមានរូបដូចរូបឆាតហ្នឹងយើងអាចធ្វើការសរសេរនឹងបានដូចគ្នាហើយខាងនេះគឺជាបង្ហាញពេលវេលារបស់យើងថ្ងៃណាដែលយើងមកធ្វើការខ្លះចឹងទៅបន្តមកទៀតខ្ញុំសូមធ្វើការចុចតាក់ទងជាមួយនឹងការដែលយើង clock out ដើម្បីវាចេញពេលវេលាអញ្ចឹងឧទាហរណ៍ថាយើង10ម៉ោងយើងចេញពីធ្វើការហើយអញ្ចឹងយើងធ្វើការ clock out អញ្ចឹងយើងគ្រាន់តែចុច clock out ប៉ុណ្ណឹងមក confirm យ៉ាងមកគឺរួចរាល់ហើយអញ្ចឹងយើងចូលមកកន្លែង attendance របស់យើងម្ដងទៀតវានឹងបង្ហាញតាក់ទងជាមួយម៉ោងដែលយើង clock out រយៈពេលម៉ោងរបស់យើងដែលយើងធ្វើការហ្នឹងប្រហែលវានឹង count នៅកន្លែងហ្នឹងហើយដែលយើងមានតាក់ទងជាមួយនឹងម៉ោងដែលយើងបានចូលម៉ោងដែលយើងចេញពីធ្វើការរបស់យើងហ្នឹងទៅហើយវានឹងបង្ហាញជារៀងរាល់ថ្ងៃនៅពេលដែលយើងចូលមក clock in នៅពេលដែលយើងមកធ្វើការហ្នឹងអូខេអញ្ចឹងអាហ្នឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងអាចធ្វើការតាមដានមើលអវត្តមានរបស់យើង
mong thua ca mong để dương lên ban án mong để dương mau lươn mà ấy là nó cứ mơ được cái lạnh này tại một đầu cho mẹ bản thân đần nắng ok chẳng bắt đầu mà tiết dương cho mà đo lại tiền lý chẳng cái lại ní tại tông chúng mình clip như này ca sna xong chốt chẳng kháng lớn đi việc hàng tại tông chúng mình ca để dương ban sna tới đi check ban mà về thiên nắng dương về thiên khang mê bà dương approve nắng nơi miệng ban của mán hay đang co approve ca chụp bà dương nắng của mán chẳng nơi kháng khổ ní việc hàng tại tông chúng mình ngay để dương ban số ca được phải chốt hay về lý đại dương trong chụp nắng vào màn ngay hay một phê này ca chụp bà dương nắng chỉ em nhớ rồi cổ dương chứ rồi cổ dương emergency thời chụp liền này chấn nắng viên và hai được lạnh thay nâng này thay bà dương hàng lớn ấy theo khang thả lơ và dưới con ban sơ ca approve dương chụp nơi ngày nào ấy một hệ ấy chân tới cứ miền này anh nó là thân đến cổ châu đấy thay dương ban sơ ca sai sống chụp miền này thay dương ăn mà thuộc cải chấn dương sai sống chụp chẳng là thân đến cổ cả hai thay dương
សុំឈប់ដូចគ្នាដែរអញ្ចឹងយើងអាចមើលបានដូចតែយើងបានឃើញអញ្ចឹងដោយសារយើងឈប់2ថ្ងៃអញ្ចឹងកន្លែង NU នេះគឺនៅសល់តែ14ទេព្រោះយើងមុនហ្នឹងយើងឈប់2ថ្ងៃថ្ងៃ29មួយថ្ងៃ31អូខេអាហ្នឹងតាក់ទងជាមួយនឹងការដែលយើងស្នើសុំឈប់អញ្ចឹងកន្លែងនេះតាក់ទងជាមួយនឹង OT នេះគឺមិនខុសពីកន្លែងដែលយើងធ្វើការស្នើសុំឈប់ច្បាប់របស់យើងនឹងប្រហែលទេគឺនឹងយើងអាចធ្វើការតាមដានថ្ងៃម៉ោងដែលយើងស្នើសុំធ្វើការថែមម៉ោងនៅក្នុងក្រុមហ៊ុនរបស់យើងចឹងមកអញ្ចឹងកន្លែងនេះគឺជាថ្ងៃដែលយើងអាចធ្វើការមើលក៏ដូចជានៅពេលដែលយើង request approve ឬក៏គាត់ reject អីគឺយើងមើលនៅកន្លែងហ្នឹងដូចគ្នាស្តៀងទៅនឹងកន្លែងដែលយើងស្នើសុំឈប់ពីគ្នាដែរអញ្ចឹងដើម្បីធ្វើការ request ទៅកាន់មេរបស់យើងដើម្បីយើងធ្វើការថែមម៉ោងអញ្ចឹងយើងចុចកន្លែងបូកនៅខាងស្ដាំនឹងដូចគ្នាដែរផ្ទាំងគឺស្តៀងគ្នាទេយើងអាចធ្វើការបំពេញមកយើងរើថាយើងថែមម៉ោងហ្នឹងនៅថ្ងៃធម្មតាឬក៏ថ្ងៃ holiday ឬក៏សៅរ៍អាទិត្យអញ្ចឹងទៅ weekend ហ្នឹងយើងអាចធ្វើការ select រើសអញ្ចឹងមកបន្តមកទៀតម៉ោងយើងយកឥឡូវថ្ងៃហ្នឹងនិយាយយើងយកចាប់ពីម៉ោងប៉ុន្មានឧទាហរណ៍ថាយើងយកម៉ោង7ល្ងាចអញ្ចឹងយើងដាក់ម៉ោង7ល្ងាចអញ្ចឹងមកដើម្បីធ្វើការ request ទៅកាន់ថ្នាក់លើរបស់យើងអូខេអញ្ចឹងម៉ោងយើងនៅថ្ងៃហ្នឹងដូចគ្នា OT ត្រឹមម៉ោង10ទេយើងដាក់ត្រឹមម៉ោង10អញ្ចឹងទៅអញ្ចឹងយើង select យកម៉ោង10:00អញ្ចឹងមកតមកយើងចុច set អញ្ចឹងទៅអញ្ចឹងរយៈពេល2ម៉ោងអញ្ចឹង reason នៃការដែលយើងថែមម៉ោងហ្នឹងreason នៃគេអញ្ចឹងយើងដាក់ reason ចូលដូចគ្នាដែរអញ្ចឹងមកខ្ញុំឧទាហរណ៍ថាបញ្ចប់ការងារណាមួយអញ្ចឹងមកបន្តមកទៀតយើងធ្វើការចុច submit ធ្វើការចុច submit link នឹងដូចគ្នាដែរចុច submit ទៅវានឹង load notification ដើម្បីឲ្យមេរបស់យើងហ្នឹងគាត់ឃើញហើយគាត់ approve ឬក៏ reject ទៅលើការដែលយើងស្នើសុំ OT ហ្នឹងអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះដូចដែលយើងបានឃើញគឺនៅ waiting ទេគឺគាត់អត់ទាន់បានធ្វើការ approve ឬក៏ reject មកកាន់ការដែលយើងស្នើសុំហ្នឹងទេអូខេអញ្ចឹងដើម្បីចូលទៅកាន់កន្លែងដែលយើងអាចធ្វើការអនុម័តបានយើងត្រឡប់មកកន្លែង notification ហ្នឹងវិញគឺកន្លែងនេះគឺបង្ហាញហើយថាយើងចង់ធ្វើការថែមម៉ោងនៅថ្ងៃទី27ហ្នឹងម៉ោងចាប់ពីម៉ោង7ដល់ម៉ោង10អញ្ចឹងនៅអញ្ចឹងកន្លែងនេះតើតើជាមួយ status គឺនៅ waiting ទេគឺគាត់អត់ទាន់បានធ្វើការ approve ឬក៏ reject ទេអញ្ចឹងបើសិនជាគាត់ approve ដូចគ្នាដែរគាត់ចុច approve អញ្ចឹងមកអូខេមកអញ្ចឹងនៅកន្លែងនេះក៏ load តើតើជាមួយ notification ទៅកាន់អ្នកដែលបានធ្វើការស្នើថែមម៉ោងអូខេអញ្ចឹងចូលគឺចូលនៅកន្លែងនេះចូលនៅកន្លែង my alert ដូចដែលខ្ញុំបានបញ្ជាក់មុនអញ្ចឹងថានៅពេលដែលយើងធ្វើការrequest ទៅចូលនៅកន្លែងrequest tab នេះសម្រាប់ដែល user ដែលគាត់មានសិទ្ធិធ្វើការ approve ឬក៏ reject ម៉ោងការងារឬក៏ការ approve ទៅលើបុគ្គលិកដែលគាត់ចង់ថែមមកឬក៏សុំច្បាប់ឈប់ចឹងទៅហើយដល់ពេលកន្លែង my alert គឺជាសារដែលយើងទទួលបានពីគាត់មកវិញគឺមានន័យថាគាត់ approve ឬក៏ reject អីគឺវាចូលនៅកន្លែង my alert អូខេអញ្ចឹងបន្តមកទៀតយើង back មកកន្លែង OT របស់យើងវិញគឺយើងបានឃើញថាគាត់បានធ្វើការ approve មកកាន់យើងឲ្យថាយើងអាចធ្វើការថែមម៉ោងរយៈពេល2ម៉ោងនឹងបានអញ្ចឹងចុងក្រោយគឺតាក់ទងជាមួយនឹង payroll គឺយើងតាមដានទៅលើប្រាក់ខែរបស់យើងជាប្រចាំខែនៅពេលដែលដល់ខែខាងadmin របស់យើងគាត់បានធ្វើការធ្វើ payroll នៅក្នុង system ហើយនៅពេលដែលគាត់ធ្វើការចុចgenerate ជា payroll pad ឲ្យយើងអីចឹងទៅគឺវានឹងបង្ហាញ load ចូលនៅកន្លែង payroll ហ្នឹងហើយចឹងកន្លែងហ្នឹងយើងអត់មានធ្វើការកន្លែង request ទេគឺជាកន្លែងដែលយើងតាមដានពីប្រាក់ខែរបស់យើងទៅតាមខែរបស់យើងមួយហ្នឹងទៅហើយតើតោជាមួយ pay slip យើងអាចធ្វើការចុចកន្លែងនេះបន្តមកទៀតយើងអាចធ្វើការមើលចឹងទៅយើងចង់ download យើងចុច download ទៅតែបើយើងអត់ទាន់ធ្វើការ
refresh OT ហ្នឹងទៅ សម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណ